ធ្វើលំហាត់សរសេរប្រភេទជាភាគរយចាអញ្ចឹងអ្នកគ្រូយករបៀបទី1ហើយគឺធ្វើឲ្យភាគបែងស្មើ100ចាអញ្ចឹងប្រភេទនេះអាចសម្រួលបានចាបើគុណឲ្យស្មើ100ភាគបែងស្មើ100គឺគុណធ្វើការនេះដោយសារអីនេះ40ដឹងគុណបានស្មើ100ចាអញ្ចឹងគុណត្រូវសម្រួលប្រភេទនឹងសិនដោយសារវាអាចសម្រួលបានចាអញ្ចឹងអ្នកគ្រូសម្រួលនឹង4ចាអញ្ចឹងខាងលើសម្រួលនឹង4បាន3ខាងក្រោមសម្រួលនឹង4គឺ10ចាអញ្ចឹងបាន3លើ10អញ្ចឹងភាគបែងអាចគុណនឹងបាន100អត់ចាបានគឺគុណនឹងបានគុណនឹង10ចាអញ្ចឹងខាងក្រោមក៏គុណនឹង10ខាងលើក៏គុណនឹង10គុណនឹង10ឃើញបាន100អត់ចាអញ្ចឹង3គុណ10 30 10គុណ10 100ចាអញ្ចឹងចម្លើយគឺបាន30%ឃើញអត់កូនងាយ